ចាលោកគ្រូចាហ្នឹងហើយអញ្ចឹងបើកោសិកាយើងស្ថិតនៅក្នុងមជ្ឈដ្ឋានអ៊ីប៉ាតូនិកគឺវាមានបាតុភូតផ្លាស្ម៉ូលីកើតឡើងអញ្ចឹងអាចស្ដាប់បានទេបើថាទឹកចេញបាតុភូតផ្លាស្ម៉ូលីមកថាទឹកចេញកាលណាកោសិកាក្នុងមជ្ឈដ្ឋានអ៊ីប៉ាតូនិកទឹកចេញប៉ុន្តែខ្ញុំនិយាយថាទឹកចេញតើគេមានពាក្យមួយទៀតផ្លាស្ម៉ូលីអញ្ចឹងទៅមួយទៀតអ៊ីប៉ូតូនិកអាហ្នឹងជាកំហាប់សារធាតុរលាយនៅក្រៅកោសិកាទាបជាងក្នុងកោសិកាអញ្ចឹងអាហ្នឹងទឹកចូលដល់យើងទឹកចូលមិញយើងដាក់ដេផ្លាស្ម៉ូលីចាអញ្ចឹងអានេះជាប្រភេទកំហាប់មជ្ឈជាប្រភេទមជ្ឈដ្ឋានហើយដល់អាមួយទៀតជាបាតុភូតដែលទឹកចេញឬចូលអាផ្លាស្ម៉ូលីដេផ្លាស្ម៉ូលីហ្នឹងតែអញ្ចឹងហើយតាមមើលតាខ្ញុំនិយាយភាសាទៀតខ្ញុំនិយាយភាសាទៀតអញ្ចឹងអានេះមិញយើងថាបើសិនជាកោសិកាយើងទៅក្នុងមជ្ឈដ្ឋាននេះអ៊ីប៉ាតូនិកហ្នឹងទឹកចូលប៉ុន្តែនៅក្នុងភៅក្រសួងគេមានពាក្យមួយគេព្រោះស្ដាប់គឺផ្លាស្ម៉ូលីមានបាតុភូតផ្លាស្ម៉ូលីកើតឡើងបានន័យថាទឹកចេញពីកោសិកាហើយដល់អានេះកាលណាកោសិកាយើងទៅក្នុងមជ្ឈដ្ឋានហ្នឹងគឺមានបាតុភូតដេផ្លាស្ម៉ូលីកើតឡើងបានតែទឹកចូលក្នុងកោសិកាចឹងហើយចឹងមកដូចចង់យល់ពាក្យហ្នឹងបដាវិញតែអ៊ីโซអាហ្នឹងវាយើងថាតួសេសង់មិញតែវាមិនចេញមិនចូលឬក៏ចេញចូលតាមតម្រូវការអាចយល់ដូចខ្ញុំថាហើយលោកគ្រូណាគ្រូមិញហ្នឹងជាមួយនឹងលីតាលោកគ្រូតែបើនិយាយលោកគ្រូជាមួយនឹងលេផ្លាស្ម៉ូលីតាលោកគ្រូអ៊ីសូតូនិកអត់មានស្មារតីអត់មានបាតុភូតអីទេអត់មានទេចាអ៊ីសូតូនិកហ្នឹងស្មើទាំងក្នុងឯណាលោកគ្រូធ្វើបាទស្មើហ្នឹងហើយអញ្ចឹងវាអត់មានចិត្តតួសេសង់នោះមានន័យថាម៉េចវិញតួសេសង់លោកគ្រូហ្នឹងហើយជាមួយនឹងពាក្យលេផ្លាស្ម៉ូលីលោកគ្រូទឹកចូលក្នុងកម្មអញ្ចឹងហ៎ខ្ញុំស្មានតែវាស្មើមកនេះអញ្ចឹងមិញលោកគ្រូមុនមិញថា2ហ្នឹងត្រូវខ្ញុំគិតថាតួសេសង់ហ្នឹងស្មើនឹងអ៊ីโซខ្ញុំភ្លេចខ្ញុំអត់ចាំអញ្ចឹងមិញហ្នឹងអាចយល់ខ្ញុំនិយាយនេះនៅអាចយល់ចង់ខ្ញុំយល់ចង់ក្រោយមិញអ៊ីប៉ាតូនិកហ្នឹងបានន័យថាកំហាប់សារធាតុរលាយនៅក្រៅកោសិកាខ្ពស់ជាងក្នុងកោសិកាអញ្ចឹងពេលកោសិកាយើងស្ថិតនៅក្នុងមជ្ឈដ្ឋានបែបហ្នឹងគឺទឹកចេញទៅក្រៅកោសិកាហើយដល់ទឹកចេញទៅក្រៅកោសិកាហ្នឹងគឺនៅភៅសួងអ្នកក្រមគឺគេនិយាយអីគេពាក្យផ្លាស្ម៉ូលីមានបាតុភូតផ្លាស្ម៉ូលីកើតឡើងនិយាយបើខ្ញុំតោះពេលកោសិកាស្ថិតក្នុងមជ្ឈដ្ឋានអ៊ីប៉ាតូនិកគឺមានបាតុភូតផ្លាស្ម៉ូលីកើតឡើងនិយាយតែប៉ុណ្្នឹងហើយអាចលោកគ្រូយល់អត់មានបាតុភូតផ្លាស្ម៉ូលីកើតឡើងមកថាទឹកចេញមានបាតុភូតទឹកចេញទៅក្រៅកោសិកានិយាយបញ្យល់តទៀតហ្នឹងហើយដល់ពេលកោសិកាស្ថិតក្នុងមជ្ឈដ្ឋានអ៊ីប៉ូតូនិកគឺមានបាតុភូតដេផ្លាស្ម៉ូលីកើតឡើងវិញបាតុភូតដេផ្លាស្ម៉ូលីហ្នឹងគឺបាតុភូតទឹកចូលក្នុងកោសិកាហើយចាំមើលយកទៅមើលនៃថែមើលតើអាចស៊ីគ្នាអត់ខ្ញុំគិតថាអញ្ចឹងហ្នឹងគ្រូអ្នកគ្រូទៅណាបាត់អស់ហើយនេះអាចយល់អញ្ចឹងហ៎ត្រូវហើយលោកគ្រូចាត្រូវហើយលោកគ្រូហ្នឹងហើយព្រោះអីតាមនិយមន័យតួសេសង់កោសិកាបើវាតឹងហើយរីកប៉ោងហ្នឹងហើយចាក្រោមនេះក្រោមនេះនឹងទឹកចូលខ្ញុំយកទឹកចូលចេញមើលពេលកោសិកាក្នុងមជ្ឈដ្ឋានហ្នឹងថាទឹកចូលតែគេមានពាក្យគេមួយគឺដេផ្លាស្ម៉ូលីហ្នឹងគឺមានបាតុភូតដេផ្លាស្ម៉ូលីកើតឡើងមានបាតុភូតផ្លាស្ម៉ូលីកើតឡើងចឹងទៅហើយបាតុភូតដេផ្លាស្ម៉ូលីហ្នឹងបានន័យថាម៉េចបានន័យថាទឹកចូលទៅក្នុងកោសិកាបាតុភូតផ្លាស្ម៉ូលីទឹកចេញទៅក្រៅកោសិកា
ទឹកចូលទឹកចេញស្រួលយល់ដល់ plasmolyt D plasmolyt វែងដែរចាយើងអញ្ចឹងឡើង osmohydronic ប៉ុណ្ណឹងហើយចាំថ្ងៃក្រោយមិនឆ្ងល់អីទៀតចាំសួរទៀតក៏បានដែរភាសាគ្នានេះរូបមិញនេះepotonic មិញទឹកចូលហ្នឹងហើយដល់ចុងក្រោយនេះepentonic វិញepentonic ពេលកោសិកាស្ថិតក្នុងមជ្ឈដ្ឋានepentonic គឺទឹកចេញទៅក្រៅកោសិកាហើយអញ្ចឹងកោសិកាស្វិតនេះតំណាងឲ្យកោសិកាស្វិតនេះកោសិកាប៉ោងហើយនេះកោសិការុក្ខជាតិនេះកោសិកាឥឡូវនេះកោសិកាសត្វនេះកោសិការុក្ខជាតិគ្នាក្រុមវានៅដែលទៅវរឹងអ្នកសពចូលគឺគ្នាកោសិកាសពចូលសត្វមកមួយស៊ីទៅផ្លាស់ទឹកចេញហើយខ្ញុំទៅបញ្ជាក់ខាងលើបន្តិចហើយចាំចេញលេងចឹងពាក្យ epentonic epotonic ឬ isotonic ពាក្យហ្នឹងមានអ្នកច្រឡំចេះកាលណានិយាយ epentonic បានន័យថាម៉េច epentonic បានន័យថាទឹកចេញអញ្ចឹងមិនមែនន័យអញ្ចឹងទេលោកគ្រូអ្នកគ្រូណា epotonic មិនមែនន័យថាទឹកចូលមិនមែនន័យអញ្ចឹងទេន័យវាគឺអានេះ epentonic កំហាប់សារធាតុរលាយនៅខាងក្រៅកោសិកាហ្នឹងន័យវាគាត់តែចំអាទឹកចេញចូលនេះមិនវិញនៅពេលកោសិកាស្ថិតនៅក្នុងមជ្ឈដ្ឋាន epentonic តើទឹកចេញឲ្យចូលអាហ្នឹងបានយើងឆ្លើយថាអូទឹកចេញនៅពេលកោសិកាស្ថិតក្នុងមជ្ឈដ្ឋាន epotonic តើទឹកចេញឲ្យចូលទឹកចូលអញ្ចឹងកុំឆ្លើយកុំគេសួរថា epentonic មានន័យថាម៉េចទឹកចេញមិនមែនន័យអញ្ចឹងទេណាតាយើងខ្ញុំហៅឈ្មោះសិនហើយចាំចេញលេងហៅឈ្មោះដូចហល់ដងណាហើយចាំចេញលេងអូជីឈ្មោះសិន